ជាការពិតចំពោះស្ត្រីកាលណាគាត់កើតមានបញ្ហារោគស្ត្រីដូចជាការធ្លាក់សរមាស់មានក្លិនស្ងួតទ្វេមាសឈឺទ្វេមាសឬក៏បាត់ចំណងផ្លូវភេទធ្វើឲ្យសុភមង្គលគ្រួសារជាមួយនឹងការគេនៅមួយដៃគូរបស់គាត់នឹងហាក់ដូចជាមានគម្លាតពីព្រោះនៅពេលដែលគាត់គេនៅជាមួយគ្នាទាំងគ្មានអារម្មណ៍ធ្វើឲ្យគាត់គេនៅហើយមានការក្តៅផ្សាឈឺកាហាយរលាកជាមូលហេតុដែលធ្វើឲ្យស្ត្រីក៏អត់ចង់គេនៅជាមួយនឹងគ្រួសារដៃគូរបស់គាត់ទេមួយទៀតគឺគាត់បាត់ទំនុកចិត្តទៅលើខ្លួនឯងដែលសារគេនៅមួយគ្នាហើយខ្លាចដៃគូរបស់គាត់នឹងឆ្លងរោគខ្លាចលមាស់ខ្លាចមានក្លិនប៉ះពាល់អារម្មណ៍ដៃគូរបស់គាត់អញ្ចឹងជាមូលហេតុដែលធ្វើឲ្យគាត់ចាប់ផ្ដើមបាត់ចំណងផ្លូវភេទហើយអត់ចង់គេនៅមួយគ្រួសារទេត្រឡប់មកវិញស្ត្រីរបស់យើងគឺត្រូវតែចេះថែរក្សាការពារតំបន់សម្ងាត់របស់យើងឲ្យបានល្អត្រូវតែចេះយកចិត្តទុកដាក់ព្យាបាលការពារឲ្យមានសុវត្ថិភាពมันអាចឲ្យមានធ្លាក់សរមាស់ធំក្លិនជូរឆ្អេះឆ្អាបគេនៅមួយគ្នាឈឺក្តៅកាហាយផ្សាបែបនេះទេចាព្រោះតែកាលណាយើងមិនអាចបំពេញនៅសេចក្តីសុខឬក៏ចំណងរបស់ដៃគូយើងបានប្រកាសណាស់គេប្រកាសជាទៅក្រៅហើយអញ្ចឹងដើម្បីរក្សាសុភមង្គលគ្រួសារឬមួយក៏ចំណងទំនាក់ទំនងស្នេហារបស់យើងឲ្យល្អយើងត្រូវតែចេះការពារតំបន់សម្ងាត់ចេះតែយើងត្រូវតែចេះជ្រើសរើសផលិតផលដើម្បីប្រើប្រាស់ការពារនិងព្យាបាលនៅតំបន់សម្ងាត់របស់យើងឲ្យបានត្រឹមត្រូវហើយបើសិនជាបងចង់បានយោបល់ពីអ្នកគ្រូអាចទំនាក់ទំនងមកកាន់អ្នកគ្រូបានតាម Telegram 069 316714